នេះជាការសម្រាយសាយរឿងដើមអមតៈជាងធានដែលជាប្រសូតទី18នៅគណៈពេលនេះចៅវិញ្ញាណបានចរចាជាមួយនឹងពួកគេឆាប្រកោខុយវិញ្ញាណភ្លើងមកឲ្យយើងប្រកាសជាដោះលែងនឹងល្អិតម្នាក់នេះមើលទៅកាន់លោកក៏ពិតជាប្រកាយចរចាមែនតើខ្ញុំអាចជឿជាក់លោកដែលរបៀបណាទៅថាសេជិនពិតជានៅក្នុងដៃរបស់លោកនេះពេលនោះចៅវិញ្ញាណចាប់ផ្ដាំបកកណាត់ពីទ្រុងហើយក៏ឃើញប៉ិតមែនថាគឺជាសេជិនក្រោយពីបង្ហាញឲ្យគេក៏និយាយថាឆាប្រកុលមកជាងធានប្រាប់ថាខ្ញុំអាចប្រកុលបានប៉ុន្តែខ្ញុំគ្រាន់តែចង់បានការដោះដូរដោយយុត្តិធម៌មួយតែប៉ុណ្ណោះហើយយ៉ាឯងតវ៉ាច្រើនម្លេះឆាប់យកម្នេះមកប្រកុលវត្ថុឲ្យយើងសិនមកចាំយើងប្រកុលនាងឲ្យហើយបើសិនជាឯងនៅតែបន្តសួយសាញ់ជាឬក៏មិនជឿថាយើងបោះនាងចូលទៅក្នុងកំអែភ្នំភ្លើងឥឡូវហ្នឹងនៅពេលបានបោះចូលទៅហើយទៅបីជានាងមានរូបកាយផ្លែជួយទេវភាពក៏ដោយក៏ចង់បញ្ចប់របស់នាងនៅតែខ្លាចជាផេះជាងធានក៏បានជឿទៅកាន់គេពិតជាច្រឹកថោកមែនឬហើយក៏មិនចង់ទៅបែរជាមួយគេច្រើនចាប់ផ្ដើមគប់តែចំណែកគេក៏បានប្រកាសបោះទ្រង់ចូលទៅក្នុងឡាវ៉ាតែបើយ៉ាងណាក៏ដោយជាងធាននៅតែអាចស្ទុះទៅចូលទៅសវ៉ាយកនាងមកខាងលើដោយគ្មានបញ្ហាហើយចៅវិញ្ញាណបន្តពេលទទួលបាននៅគុយវិញ្ញាណភ្លើងគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅទីបំផុតវាក៏បានខ្លាចជារបស់ខ្ញុំហើយដែលពេលនោះជាងធានបានដោះលែងនាងចេញមកខាងក្រៅនិងក៏ទៅប្រឌិតមើលសួរសុខទុក្ខទៅកាន់នាងផងដែរហើយចំណែកចៅវិញ្ញាណគេក៏ចាប់ផ្ដើមលេបវាក្រោយពីបានប្រកាសលេបគុយវិញ្ញាណភ្លើងចូលទៅក្នុងរាងកាយមាននៅអំណាចខាងវិញ្ញាណបានស្រូបចូលទៅក្នុងរាងកាយរបស់គេយ៉ាងសម្បើមដូច្នេះគេក៏ចាប់ផ្ដើមអស់សំណោចអំណាចខាងវិញ្ញាណដ៏មានឥទ្ធិពលចំហាយដែលបានជាសាយភីមិនធម្មតានោះទេហើយនៅពេលនេះយើងក៏ខ្លាចជាស្ដេចខ្មោចភ្លើងថ្មីត្រួតត្រានៅវិញ្ញាណនៅក្នុងហ្វឹងទូទាំងមូលនៃពេលនោះក៏ចាប់អារម្មណ៍ថាស្អីគេជាក្តៅខ្លាំងមែនទែនរាងកាយរបស់ខ្ញុំចាប់ផ្ដើមលាយជាងធានក៏បន្ថែមថាស្ដេចខ្មោចភ្លើងគេគ្រាន់តែប្រើប្រាស់នូវគុយវិញ្ញាណភ្លើងនៅក្នុងការវឹកហាត់តែប៉ុណ្ណោះម្យ៉ាងទៀតគេក៏ជាអ្នកវឹកហាត់ស្រាប់ទៅហើយចំណែកឯងគ្រាន់តែជាអ្នកផ្ញើសារអាណាចក្រមានសមត្ថភាពកំពេចកំពុកតែប៉ុណ្ណោះតើអាចធ្វើការទប់ទល់ទៅនឹងការលេបអំណាចគុយខាងវិញ្ញាណភ្លើងយ៉ាងម៉េចទេសៀខួយទី2ក៏បន្តចៅវិញ្ញាណនៃពេលនេះការសារព្រោះរបស់អញវាហុចផលឲ្យហើយនៃពេលនោះរាងកាយរបស់គេក៏ត្រូវបានផ្ទុះសម្បត្តិសាកសមកម្មសោលផងនៅសល់តែគុយវិញ្ញាណភ្លើងតែប៉ុណ្ណោះទេក្រោយពីបញ្ចប់ហេតុការណ៍នោះហើយសេជិននាងក៏មើលទៅកាន់រាងកាយរបស់ជាងធានឆ្ងល់ថាហេតុអ្វីបានជារាងកាយរបស់គេហាក់ដូចជាលាយជួយសនប្រាប់ថាវាជាតិពេលហើយនៃពេលនេះប្រញាប់ចាក់ចេញទៅដូច្នេះពួកគេទាំងអស់គ្នាក៏ប្រញាប់ចាក់ចេញទៅខាងក្រៅខណៈដែលពួកគេបានចាក់ចេញទៅបាត់ទៅលរលាគេក៏និយាយថាយើងគួរតែអរគុណពួកឯងដែលបានធ្វើការកម្ចាត់នៅស្ដេចខ្មោចភ្លើងមិនហត់ឲ្យយើងចំណាយកម្លាំងកម្ចាត់គេនេះពេលនេះទីតាំងវងទូខ្លាយជារបស់យើងហើយក៏ចាប់ផ្ដើមបញ្ចេញនៅឆ្នាំងរបស់គេមកគប់សំដៅទៅកាន់ចំណុចកណ្ដាលកំអែភ្នំភ្លើងរួចក៏បានស្រូបចំហាយរបស់វាហើយក៏បន្តថាលោកគ្រូអមតៈខ្ញុំប្រចំណឹកស្មានថាអ្វីៗវាបន្តដំណើរការដោយរលូនយ៉ាងនេះសោះនៅអ្វីទាំងអស់ដែលបានកត់ត្រាទុកនៅក្នុងអត្ថបទបុរាណគឺជាការពិតខ្មោចតាចាស់ក៏បន្តថាមែនហើយនេះពេលនេះកម្លាំងរបស់យើងត្រូវបានខូចខាតមិនទាន់ជានោះទេដូច្នេះកិច្ចការទាំងអស់នេះគឺអាស្រ័យលើឯងហើយការតែមើលនៅក្នុងទីមួយកន្លែងជាងធានក៏និយាយថាតើនេះវាពិតជាអាចដំណើរការបានមែនទេសៀខួយក៏បន្តគ្មានជំរឿសទេមានតែវិធីសាស្ត្រនេះទើបអាចធ្វើការរក្សានៅវិញ្ញាណរបស់សេជិនបានទស្សនវិជ្ជាខាងក្នុងតុក្កតានាងក៏និយាយថាហើយយ៉ាតុក្កតាកណាត់នេះមើលទៅវាធម្មតាពេកហើយចំណែកនៅខាងក្រៅនាងក៏បញ្ជាវាដើរតេតៈមាននៅការប្រកាច់ប្រកាន់ចង់ដួលផងអីផងហើយជាងធានប្រាប់ថាមើលទៅវាគួរស្រឡាញ់មែនតែននេះពេលនោះសៀខួយក៏ចង់ឯក្បាលរបស់នាងប៉ុន្តែនាងក៏ជាវិញ្ញាណមិនអាចប៉ះពាល់វត្ថុបាននោះទេសេជិនប្រាប់ថាកុំទោសចិត្តអីនៅថ្ងៃណាមួយនាងប្រកាសជាអាចបណ្ដុះរាងកាយថ្មីនាងក៏បន្តទៅកាន់សេជិនថានៅក្នុងចិត្តរបស់នាងដែលតែមានអារម្មណ៍ថាខុសនៅពេលដែលនាងបានស្ថិតនៅក្នុងប៉មផ្សារភ្ជាប់អរិយដោយសារតែនាងមិនមែនជាមនុស្សទើបបានជានាងត្រូវបានច្រក teleport បញ្ជូននាងទៅកាន់ហ្វឹងទូនាំឲ្យជាងធានគ្មានអាវុធប្រើប្រាស់ការពារខ្លួនហើយក៏មិនអាចការពារសុវត្ថិភាពរបស់សេជិនបានអ្នកទាំងពីរក៏បានប្រាប់ទៅកាន់នាងកុំឲ្យកើតដូច្នោះអីព្រោះតែនេះពេលនេះសេជិនបានវល់ទៅឡំមកវិញហើយជាសនបន្តទៅកាន់សៀខួយថានាងបានធ្វើការវឹកហាត់មានរយៈពេល71សហសវត្សរ៍ទៅហើយដូច្នេះគួរតែអាចធ្វើការបង្ហាញរូបរាងកាយមនុស្សបានឆាប់ប៉ុន្តែក្រោយពីការខ្លាចជាមនុស្សហើយនាងក៏បានបាត់បង់នូវអំណាចនៃការវឹកហាត់បែបនេះតើនាងយល់ព្រមដែរទេនាងក៏សោកចិត្តព្រោះតែនាងចង់ខ្លាចជាមនុស្សអាចធ្វើការប៉ះពាល់ទៅកាន់រាងកាយបងប្រុសនាងនិងចង់ទៅប៉ះពាល់ទឹកសមុទ្រដោយផ្ទាល់នេះពេលនោះនាងក៏ចាប់ផ្ដើមធ្វើការបិទភ្នែកសម័យនៅក្នុងការបង្ហាញនូវសេចក្តីប្រាថ្នារបស់នាងជាងធានក៏បន្តថានៅពេលនោះមកដល់គេព្រមជំនឿសៀជាតិនិងកំដរនាងទៅទស្សនានៅអ្វីប្លែកៗតាមអារម្មណ៍របស់នាងចង់បានកន្លែងទៅរំភើពេកបិទលាក់សៀជាតិទៅហើយសំណាងចាប់ជាប់សៀខុយក៏អត់សំណើហើយក៏និយាយប្រាប់ផងដែរថាទោះបីជានាងបានថននៅក្នុងតុក្កតាក៏ដោយនៅពេលនេះក៏ត្រូវតែប្រយ័ត្នកុំឲ្យប៉ះនៅកដៅថ្ងៃអសោះហើយត្រូវតែចេះការពារខ្លួនឯងផងកុំឲ្យបញ្ហាដដែលកើតឡើងសារជាថ្មីជាសនក៏បន្តប្រាប់ទៅកាន់ពួកគេនៅពេលនេះគ្មានពេលវេលាច្រើននោះទេគួរតែប្រញាប់យកវិញ្ញាណរបស់នាងចូលទៅក្នុងសម្បកកាយកាន់តែឆាប់ហើយនេះជីសនក៏បានចាក់ចេញទៅជាមួយជាងធានទៅនៅកំឡុងពេលធ្វើដំណើរនឹងផងដែរស្រាប់តែបានឃើញសិស្សរបស់និកាយភ្នំស៊ូនិងមនុស្សមកពីសោតកូរ៉ាន់តេពួកគេក៏បានធ្វើការវាយធ្វើបាបទៅកាន់សិស្សនិកាយភ្នំស៊ូក្រោយពីបានឃើញវត្តមានរបស់ជាងធានពួកគេក៏ចាប់ផ្ដើមដាក់មេក្រូច
ប៉ុន្តែបន្ទាប់ពីជាងធានចុះមកដល់ក៏សួរថាចង់ទៅណាគេវាគាត់នៅចលនាដើរឆ្វាយកាប់ទៅកាន់ពួកគេចុះឡើងនៅកំឡុងពេលជាងធានធ្វើចលនាស៊ីជៀនសប្បាយចិត្តមែនតែនស្រ័យយោយ៉ាពេញនឹងឯងក្រោយពីកម្ចាត់ពួកគេហើយសិស្សម្នាក់បានប្រាប់ទៅកាន់ជាងធានថារូបកាយរបស់ស៊ីជៀនត្រូវបានតប៉ែលរលាយកទៅបាត់ហើយនៅពេលនេះគេបានឈ្មោះទៅកាន់ចលងភ្នំតកឯណោះក្រោយពីលិចជាងធាននិងជីសនក៏ចាប់ផ្ដើមធ្វើដំណើរទៅហើយនៅកំឡុងពេលរហោះចលឡើងស្រាប់តែដាវហាក់ដូចជាអ្មេចទេប្រហែលជាស៊ីខួយមានការអស់កម្លាំងហើយមេទេទើបបានជាមិនអាចគ្រប់គ្រងទៅលើការហោះហើរបានបណ្ដាលឲ្យពួកគេធ្លាក់ទៅខាងក្រោមក្រោយពីការធ្លាក់ហើយស៊ីខួយនាងក៏បានប្រាប់ថានៅពេលនាងបានធ្វើដំណើរចាក់ចេញពីវងទូនាងពិតជាបានចំណាយនៅអំណាចខាងវិញ្ញាណច្រើនមែនទែនទៅលើដាវហេតុនេះទើបបានជានាងមិនអាចគ្រប់គ្រងទៅលើការហោះហើរបានជាងធានប្រាប់ថាម្ដេចទេនាងគួរតែសម្រាកទៅហើយក៏បន្តរងផ្លូវធ្វើដំណើរបន្តនៅគណៈពេលនោះស្រាប់តែមានសត្វអ្វីទេបានធ្លាក់លើក្បាលរបស់ស៊ីជៀននាងក៏ស្គាល់ផ្លែថានេះគឺជាហោះយីងតាមពិតទៅហោះយីងគេបានធ្វើការបន្សល់ដាននៅការធ្វើដំណើររបស់លរលាជាងធានបន្តពីពិនិត្យទៅលើចំណោទតកទាំងអស់នេះគេក៏នឹកឃើញគំនិតមួយគឺជាការចងខ្សែជើងភ្ជាប់វាជាមួយដាវនៅក្នុងការប្រើប្រាស់វាជាលក្ខណៈស្គីហើយក៏មិនភ្លេចនោះទេនៅក្នុងការចងស៊ីជៀនក្រោយពីរួចរាល់ហើយជាងធានក៏ចាប់ផ្ដើមរំអិលទម្លាក់ទៅជាមួយល្បឿននេះក៏ពិតជាលឿនខ្លាំងមែនទែនជាហេតុធ្វើឲ្យស៊ីជៀននាងក៏បានស្រែកហូរដោយក្តីហេភីនៅក្នុងចិត្តហើយជាងធានបានសរសើរផងដែរថាហាក់បីទៅការជិះដាវលើតកមិនអត់នោះទេអញ្ចឹងក្រោយពីពួកគេរំអិលចលងស្រាប់តែតាមតនរបស់ក្រុមលរលានៅខណៈដែលតាមកាត់ទៅហើយស្រាប់តែកលៃទៅខាងក្រោយមានព្រិលតកយ៉ាងសន្ធោសន្ធៅបានទម្លាក់ទៅលើភ្នំមកក្របដណ្ដប់ទៅលើពួកគេបណ្ដាលឲ្យពួកគេចងាប់ចង្អល់ពេញនឹងឯងមិនថាជាក្រុមរបស់លរលានោះទេនៅពេលនោះយើងឃើញថាពួកគេត្រូវបានទម្លាក់ទៅខាងក្រោមចំណែកជាងធានក៏ត្រូវបានសៀខូចាប់ជាប់ដោយសារតែនាងបានតង់មេឈើប៉ុន្តែទោះយ៉ាងណាក៏ដោយមេឈើនឹងវាក៏មិនមមនោះទេតោងបានតែបន្តិចតែប៉ុណ្ណោះវាក៏បាក់តែចាំក្រោយពួកគេនៅត្រូវបានធ្លាក់ដែរប៉ែសមងក្រៅមកស្ថានភាពជាលងភ្នំខ្យល់តកនេះពេលនេះឃើញថាជួយសោះនាងក៏បានដេកស្លាប់នឹងក៏ហាក់ដូចជាមាននរណាម្នាក់មកក្បែរនាងចំណែកជាងធានក៏បានងើបពីការស្លាប់ហើយក៏ម្នីនៅក្នុងការរកស៊ីជៀនប៉ុន្តែនៅពេលនោះក៏បានជួបហួរយីងគេបានទៅចិត្តស៊ីជៀនដែលស៊ីជៀនកប់នៅក្នុងព្រិលឯណោះក្រោយពីជួយលើកពីព្រិលហើយនាងក៏ពិតជាមានការនឹកទៅលើហួរយីងមែនតែនហើយយ៉ាហួរយីងយើងពិតជានឹកឯងមែនតែននៅទីបំផុតយើងបានជួបឯងហើយជាបន្តជាងធានក៏ត្រូវដើររបស់គេលើកយកពាក់វិញទៅហើយក៏បន្តដើរទៅពិនិត្យមើលស៊ីខួយជាមួយនឹងការគិតថាហេតុអ្វីបានជាមុនហ្នឹងស៊ីខួយអាចធ្វើការចាប់ដៃរបស់គេបានព្រោះតែនាងគឺជាបលឹងខ្មោចតែប៉ុណ្ណោះនេះពេលនេះសៀវខួយនាងក៏ភ្ញាក់ឡើងក៏និយាយពីការយកសពរបស់នាងនិយាយសពឃើញថាដៃរបស់នាងអាចធ្វើការចាប់ជាងធានបាននាងខានមានអារម្មណ៍បែបនឹងយូរមកហើយគេបានប្រាប់ថាមិនជាការសបន្ទេវាក៏ជាការពិតព្រោះតែមុននឹងនាងចាប់ដៃរបស់គេលើពីនេះមើលទៅតាមស្ថានភាពរបស់នាងនៅពេលនេះហាក់ដូចជាមានរបួសលើរាងកាយវាក៏ជាការបញ្ជាក់ថានាងកំពុងតែធ្វើការវិវត្តទៅជាមានរាងកាយធម្មតាបន្តិចម្ដងប៉ុន្តែនាងហាក់ដូចជាមិនជឿជាក់តទៅសោះជាងធានក៏លើកទឹកចិត្តថាវាគួរតែមានវិធីសាស្ត្រមួយក្នុងការធ្វើនាងខ្លាចជាមនុស្សពិតប្រាកដនៅគណៈពេលនោះស្រាប់តែមានការរំជួយហេតុដូច្នេះស៊ីខុយក៏បានសួរផងដែរថាតើជួយសននៅណាទេគេប្រាប់ថាមិនដឹងទេហើយក៏ចង្អុលថាតដល់សន្តិឬពួកគេក៏បានទៅសៀតាមចង្កេះភ្នំទន្ទឹមពេលនោះមាននគរឈើបានធ្លាក់ចូលមកផងដែរក្រោយពីបានដើរចលងក៏បានចូលមកកាន់រូងភ្នំមើលទៅកាន់សន្តានទីនេះវាពោពេញទៅដោយបន្លាតកតែម្ដងហើយនេះនៅពេលមានការរំជួយវាក៏បានធ្លាក់ចូលមកខាងក្រោមស៊ីជៀនក៏និយាយថាកន្លែងនេះវាពិតជាមានហានិភ័យណាស់នេះបើសិនជាមានអ្វីមួយបិទច្រកផ្លូវរបស់យើងប្រកាសជាមានបញ្ហាប៉ុន្តែជាងធានមិនគិតដូច្នោះឡើយគេប្រកាសជាជឿជាក់ថាមានច្រកមួយទៀតឲ្យយើងបន្តដំណើរទៅនៅពេលនេះសៀវខួយក៏បានចង្អុលទៅកាន់ច្រកនៅទៅនោះឃើញបែបនេះពួកគេក៏បានធ្វើដំណើរទៅកំឡុងពេលនោះស្រាប់តែហោះយីងបានឃើញជួយសនសម្រាប់នៅប្រឡោះមួយយើងមិនដឹងថាយ៉ាងម៉េចនោះទេទៅបានជានាងមកសម្រាប់នៅទីនេះហើយអ្នកទាំងពីរបានទៅសួរនាំនាងប្រាប់ថាមិនអីនោះទេនៅពេលនេះជួយយើងបញ្ញាប់រករាងកាយរបស់ស៊ីជៀនទេដូច្នេះពួកគេក៏បានចាក់ចេញទាំងអស់គ្នាប៉ុន្តែនៅកំឡុងពេលនោះជួយសនយើងហាក់ដូចជាបានឃើញថានាងបានងាកមកខាងក្រោយមើលទៅកាន់ផ្ទាំងតករួចហើយក៏បន្តដំណើរទៅជាមួយអ្នកទាំងពីរតែដើរមិនទាន់បានប្រមាណផងស្រាប់តែមានចំហាយត្រជាក់ការចេញពីព្យុះព្រិលបានបកពីខាងក្រៅមកធ្វើឲ្យជាងធានសឹងតែមិនអាចទ្រាំបាននាងក៏ប្រាប់ផងដែរថានៅពេលនេះចូលគេបញ្ញាប់ធ្វើចលនាដង្ហើមរបស់គេតែមិនដូច្នោះទេប្រកាសជាត្រូវបានកកស្លាប់នេះពេលនេះជាងធានក៏បានធ្វើតាមគួយតាំងសមាធិនៅក្នុងការបញ្ចេញនៅចំហាយសាយភាយស៊ីខួយប្រាប់ទៅកាន់គេផងដែរថាអត់ធ្មត់បន្តិចទេយើងគង់តែអាចចាក់ចេញទៅខាងក្រៅនោះទេនៅកន្លងពេលនោះហោះយីងហាក់ដូចជាបានចាប់អារម្មណ៍ថាមានអ្វីម្យ៉ាងនៅខាងនោះឃើញចឹងស៊ីខួយនាងក៏បានធ្វើដំណើរទៅតាមរួចភារកិច្ចឲ្យជាងធានក៏ទៅតាមក៏ឃើញថាកូនចៅរបស់លរលាត្រូវបានកកស្លាប់ទាំងអស់ហើយនេះពួកគេក៏ចាប់ផ្ដើមបង្កើនការប្រុងប្រយ័ត្នជាសនក៏និយាយថាមើលទៅទិសដៅរបស់ពួកយើងមិនខុសទេស
ស៊ីជៀននាងក៏មានអារម្មណ៍ផងដែរថារាងកាយរបស់នាងគឺនៅចំពោះមុខយើងនឹងហើយហេតុដូច្នេះពួកគេក៏បានបន្តដំណើរទៅក្រោយពីបានបន្តដំណើរប្រហែលជាមួយសន្ទុះពួកគេស្រាប់តែបានចេញមកខាងក្រៅហើយក៏មើលឃើញក្រុមរបស់លរលានៅទីនោះផងដែរព្រមជាមួយនឹងសាកសពរបស់ស៊ីជៀនមើលទៅកាន់លរលាគេសប្បាយចិត្តមែនទែនពោលឡើងថារូបកាយផ្លែឈើដែលទេវភាពមែនទេនេះពេលនេះវាបានខ្លាចជាកម្មសិទ្ធិរបស់លោកគ្រូអមតៈហើយស្រាប់ពេលជាមួយគ្នាបសោតរបស់យើងក៏ត្រូវបានស្ដាប់ខ្លាយនឹងឯងបើគិតថាសាររឿងល្អមើលកុំភ្លេចចុចមេដៃនិងខមមិនលេខនៅខាងក្រោមវីដេអូម្នាក់មួយដើម្បីជាការខែកំសាន្តពីសំណាក់ពេលនេះអេដមីនមេប៉ាក់លយ9ក៏សូមអរគុណសម្រាប់សួរបាយបាយ